បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកបន្តមេរៀនគណិតវិទ្យាថ្នាក់ទី5បាទមេរៀនទី3វិធីចែកបាទការចែកចំនួនមេលេខបួកខ្ទង់និងបេខ្ទង់គ្មានសំណល់បាទគ្មានសំណល់អញ្ចឹងយើងពិនិត្យមើលទៅលើរូបភាពនេះសិនបាទរូបភាពនេះគឺជាចំការលហុងបាទចំការលហុងរួចហើយយើងអានវិធានចំណោទទាំងអស់គ្នាបាទចំការមួយមានដើមលហុងទាំងអស់9030ដើមក្នុងមួយជួរគេដាំបាន215ដើមតើចំការនោះដាំបានលហុងប្រមាណជួរបាទអញ្ចឹងយើងមើលរូបភាពទៅក្នុងមួយជួរដាំបាន215ដើមហើយដាំលហុងទាំងអស់មានដល់ទៅ9030ដើមអញ្ចឹងវិធានចំណោទបានសួរមកថាតើចំការនោះដាំបានលហុងប្រមាណជួរអញ្ចឹងយើងត្រូវយកចំនួន9030ដើមចែកនឹង215បាទ215អញ្ចឹងនេះការធ្វើប្រមាណវិធីបាទការធ្វើប្រមាណវិធីយើងសរសេរបែបនេះមកបាទខាងនេះគឺជាតំណាងចែកតួចែកផលចែកបាទអញ្ចឹងយើងមើលទាំងអស់គ្នាបាទ9030ចែកនឹង215បាទអញ្ចឹងយើងត្រូវកាត់3ខ្ទង់រួចចែកពីព្រោះថាតួចែកមានលេខ3ខ្ទង់215អញ្ចឹងយើងកាត់3ខ្ទង់បាន903ចែកនឹង215ដាក់បាន4ដងបាទ4ដងយើងយក4ហ្នឹងគុណនឹង5 4 5ដង20 20សេរី0ត្រាទុក2បាទ4ម្ដង4 4បូក2ស្មើនឹង6សរសេរលេខ6យក4ហ្នឹងគុណនឹង2ទៀតបាទ4 2ដង8សរសេរលេខ8បាទអញ្ចឹងរួចហើយយើងធ្វើប្រមាណវិធីដក903ដកនឹង860ដកមកបាទ3ដក0ស្មើនឹង3សរសេរលេខ3 0ដក6កើតខ្ចីពី9 1 9ដកខ្ចី1បាទដល់10 10ដក6សល់4បាទសល់4សរសេរលេខ4អញ្ចឹងនេះ9នេះយកខ្ចី1ហើយសល់8 8ដក8 0 0យើងបាច់ស្អីក៏បានដែរបាទអញ្ចឹងចម្លើយស្មើនឹង43យើងមើលយើងទម្លាក់លេខ0 43នេះចែកនឹង215កើតយើងទម្លាក់លេខ0មកបាន430ចែកនឹង215នឹងដាក់បាន2ដងបាទ2ដងយក2គុណនឹង5 2 5ដង10 10សេរី0ត្រាទុក1 2ម្ដង2 2បូក1 3 2 2ដង4អញ្ចឹងបាន430ដក430ចម្លើយគឺស្មើ0អញ្ចឹងយើងមើលផលចែកស្មើនឹង42បាទអញ្ចឹងឆ្លើយយើងបាន930ចែកនឹង215ស្មើនឹង42បាទដូចនេះចំការនោះមានដើមលហុង42ជួរបាទយើងចូលទៅដល់លេខប្រធានចំណោទអញ្ចឹងបាទនៅចំណុចមេរៀនរបស់យើងនេះការចែកចំនួននៃ4ខ្ទង់និង3ខ្ទង់គ្មានសំណល់អញ្ចឹងការចែករបស់យើងនេះបាទផលចែករបស់យើងស្មើ42អត់មានសំណល់ទេបាទអរគុណជម្រាបលាបាទជួយ like subscribe channel របស់យើងចំផងបាទ